របស់អ្នកដែលស្ដាប់ការអានបៀននេះគេឃើញថាជីវិតរបស់អ្នកនេះដែលតែសែតភ្លឺស្វាងឬក៏មានពន្លឺចែងចាំងជាងមុនចឹងទៅដែលតែអារម្មណ៍ជាមួយនឹងអ្នកទាំងអស់គ្នានឹងឲ្យគេចង់មកស្គាល់អ្នកសារជាថ្មីឡើងវិញឬក៏គេចង់មកសាងសម្ព័ន្ធភាពជាមួយនឹងអ្នកអាចនិយាយថាអ្នកដែលស្ដាប់ការអានបៀនមួយចំនួនគឺរូបរាងកាយរបស់អ្នកមានការប្រែប្រួលស្អាតជាងមុនមានសុខភាពល្អជាងមុនតាក់ទាញជាងមុនឬក៏សជាងមុនឬក៏លក្ខណៈថាអ្នកស្រឡាញ់ខ្លួនឯងជាងមុនមើលតអ្នកនេះគឺលក្ខណៈថាឲ្យតម្លៃខ្លួនឯងចានៅពេលដែលយើងឲ្យតម្លៃខ្លួនឯងអ្នកដទៃក៏គេមើលមកគេឲ្យតម្លៃយើងទៅតាមនឹងផងដែរហើយនៅពេលនោះហើយគឺជាពេលដែលអ្នកដែលស្ដាប់ការអានបៀននេះគឺអ្នកនឹងមានសិទ្ធិនៅក្នុងការជ្រើសរើសមនុស្សឲ្យចូលមកក្នុងជីវិតរបស់អ្នកគេចាប់អារម្មណ៍អ្នក4 10អ្នក5 6អ្នកចឹងទៅប៉ុន្តែអ្នកខ្លួនឯងនឹងហើយគឺរើសជំរើសណាដែលល្អបំផុតមិនមែនគេចាប់អារម្មណ៍10អ្នកឲ្យចូលមកទាំង10ឬក៏ខ្សែគប់គេទាំង10អ្នកនៅក្នុងពេលតែមួយអញ្ចឹងគឺអត់ទេគឺអ្នកត្រូវជ្រើសរើសមនុស្សណាដែលអ្នកមានអារម្មណ៍ថាឌូត្រគេបានថាចិត្តស្និទ្ធឬក៏តាក់ទាញជាមួយនឹងគេខ្លាំងនិយាយចូលគ្នាជាមួយគេខ្លាំងឬក៏មើលទៅគឺអ្នកជួយចិត្តគេហ្មងអ្នកដែលស្ដាប់ការអានបៀនមួយចំនួនអ្នកអាចជាមនុស្សដែលធ្វើការតាក់ទងជាមួយនឹងការតុបតែងមុខអ្នកគឺជាអ្នកសិល្បៈចាមិនថាសិល្បៈគូររូបសិល្បៈសូនរូបសិល្បៈជាជាងសម្អាងអីទេឬក៏ជាអ្នកធ្វើការតាក់ទងជាមួយនឹងវិស័យបង្ហាញម៉ូដវិស័យ design កៅអៅ design សំណង់ឬក៏ design អីទេគឺតាក់ទងជាមួយនឹងគំនិតច្នៃប្រឌិតហើយមានសិល្បៈបញ្ចូលនៅក្នុងហ្នឹងអ្នកក៏អាចជាតារាបង្ហាញម៉ូដផ្ទាល់តែម្ដងក៏ថាបានផងដែរបើអ្នកខ្លះទៀតគឺអ្នកធ្វើការតាក់ទងជាមួយនឹងវិស័យច្បាប់អ្នកអាចជាមេធាវីឬក៏មនុស្សដែលអ្នកតាក់ទងជាមួយនឹងគឺគេធ្វើការខាងផ្នែកមេធាវីខាងផ្នែកច្បាប់ខាងផ្នែកសិល្បៈអីហ្នឹងដោយសារតែការអានបៀវាគឺជាលក្ខណៈត្រឡប់អញ្ចឹងណាដូច្នេះអ្វីដែលត្រូវជាមួយនឹងអ្នកទាំងអស់គ្នាសូមទទួលយកអ្វីដែលមិនត្រូវជាមួយនឹងអ្នកទាំងអស់គ្នាសូមមើលរំលងអ្នកដែលស្ដាប់ការអានបៀមួយចំនួនអ្នកកំពុងតែប្រឈមមុខជាមួយនឹងពេលវេលាដែលមិនល្អសម្រាប់ជីវិតរបស់ខ្លួនឯងអាចថាមានរឿងហេតុដែលមិនសប្បាយចិត្តឬក៏អ្វីដែលមិនល្អកើតឡើងចំពោះជីវិតរបស់អ្នកអញ្ចឹងណាប៉ុន្តែនៅក្នុងពេលខាងមុខនេះជីវិតរបស់អ្នកនឹងមានការប្រែប្រួលហើយមនុស្សម្នាក់នោះដែលប្រៀបដូចទៅជាពន្លឺនៃជីវិតរបស់អ្នកគេនឹងបង្ហាញខ្លួនហើយគេនឹងតាក់ទងមកធ្វើឲ្យជីវិតរបស់អ្នកនេះរីកស្រស់ស្រាយសប្បាយចិត្តទៅតាមពេលវេលានឹងផងដែរសម្រាប់អ្នកដែលស្ដាប់ការអានបៀមួយចំនួនណាមនុស្សដែលគេនឹងតាក់ទងមកអ្នកវិញហ្នឹងគឺជាមនុស្សដែលអ្នកបានបែកបាក់ស្នេហាជាមួយគេហើយការបែកបាក់ស្នេហារវាងអ្នកនិងគេក៏ធ្វើឲ្យអ្នកឈឺចាប់ផងដែរអ្នកខ្លះដល់ថ្នាក់ធ្លាក់ខ្លួនឈឺដូចនៅនឹងក្រែបើមិនមែនជាអ្នកទេគឺដៃគូរបស់អ្នកម្ខាងទៀតនឹងហើយនៅពេលដែលគេបែកបាក់ស្នេហាជាមួយអ្នកគេពិបាកចិត្តគេធ្លាក់ខ្លួនឈឺហើយគេពិតជានឹកអ្នកហើយគឺគេពិតជាចង់បានអ្នកទៅក្នុងជីវិតរបស់គេខ្លាំងមែនតើតែម្ដងគេចង់ត្រឡប់មករកអ្នកវិញខ្លាំងណាស់សម្រាប់អ្នកដែលស្ដាប់ការអានបៀមួយចំនួនមនុស្សដែលអ្នកនឹងជួបនៅក្នុងពេលខាងមុខឬក៏មនុស្សដែលគេនឹងត្រឡប់ចូលមកក្នុងជីវិតរបស់អ្នកវិញហ្នឹងគឺអាចជាមនុស្សដែលអ្នកធ្លាប់បានណាត់ជួបគ្នាជាពិសេសតាក់ទងនៅតំបន់ដែលមានអគារខ្ពស់ៗ